សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃទី9វិច្ឆិកាវីដេអូមួយនេះនិយាយពាក់ព័ន្ធពីរឿងខ្មែរនៅក្រៅប្រទេសខ្មែរនៅក្រៅប្រទេសមាន4ប្រភេទប្រភេទទី1និស្សិតបញ្ញវន្តដែលមានអាហារូបករណ៍មករៀននៅក្រៅប្រទេសកាលទសវត្សរ៍70សម័យលន់ណល់ពេលដែលប៉ុល ពតធ្វើរដ្ឋប្រហារទម្លាក់លន់ណល់ខ្មែរទាំងអស់នេះក៏ជាប់នៅក្រៅប្រទេសឥឡូវពួកគាត់មានអាយុលើសពី70ទៅទៀតអញ្ចឹងមិនបានវិលត្រឡប់ទៅកម្ពុជាវិញទេប្រភេទទី2ពួកខ្ញុំទសវត្សរ៍80និង90មកក្រោយរបបប៉ុល ពតសម័យប៉ុល ពតអត់មានសាលារៀនអត់មានសាសនាទេអញ្ចឹងដូចខ្ញុំបាននិយាយពីវីដេអូមុនកម្រិតវប្បធម៌ក្រមសីលធម៌និងការសិក្សាគ្មានចំណេះចេះដឹងប៉ុន្មានទេនិងប្រភេទទី2ប្រភេទទី3ក្មេងៗដែលមកធំធាត់នៅក្រៅប្រទេសហើយក៏ចាប់កំណើតនៅក្រៅប្រទេសគេយកវប្បធម៌បរទេសអញ្ចឹងភាសាខ្មែរក៏គេមិនចេះរីឯទំនៀមទម្លាប់របស់ខ្មែរក៏គេមិនប្រកាន់យកដែរគេយកទៅតាមបរទេសនិងប្រភេទទី3ប្រភេទទី4អ្នកដែលមកក្រោយឆ្នាំ2000ឬក៏2010ប្រភេទទី4នេះខុសពីប្រភេទទាំង3ខាងមុខគេមានចំណេះដឹងគេធ្លាប់បានបួសរៀនយកព្រះពុទ្ធសាសនាចម្លងពួកគេមកកាន់ប្រទេសទី3ព្រមទាំងពំនាំមកនយោបាយបកពួកមានខាងរាជរដ្ឋាភិបាលមានខាងប្រឆាំងមានខាងឯករាជ្យហើយដូច្នោះហើយបានជាខ្មែរបច្ចុប្បន្ននេះតែងតែឆ្លោះជេរបចោលគ្នានៅលើបណ្ដាញ social media ដោយសារតែនយោបាយកាន់បកកាន់ពួកអញ្ចឹងមិនបាច់ខ្ញុំនិយាយច្រើនទេ